តារបស់យើងលោកជាអ្នកបង្កឡើងសូមព្រះអង្គកុំខ្ញាល់បន្ទោសទូលបង្គំខុសហើយប្រជុំព្រះមហាក្សត្រនេះមិននឹងអាចពាក់ព័ន្ធនឹងទូលបង្គំទៅទូលបង្គំគ្រាន់តែចៃដន្យដឹងពីការពជាពេលយើងមិនជឿលោកមានគុំដំណងស្អីទៅល្អបើមិននិយាយការពិតខ្ញុំនឹងកាត់ក្បាលលោកហើយក្បាលទូលបង្គំគ្មានតម្លៃទេព្រះអង្គអាចយកគ្រប់ពេលវេលាប៉ុន្តែប្រឈួនព្រះមហាក្សត្រយ៉ាងនេះបានអ្នកណាព្យាបាលទៅបើព្រះអង្គចង់ការពារព្រះមហាក្សត្រយ៉ាងនេះគួរតែសណ្ដាប់ទូលបង្គំសិនទៅលោកគម្រាមយើងមែនទេមិនហ៊ានទេទូលបង្គំគ្រាន់តែជួយចង្អុលផ្លូវថ្វាយព្រះអង្គមានផ្លូវតែពីរដែលអាចជ្រើសរើសទី1ចេញរាជបញ្ជាសម្រាប់ទូលបង្គំទី2ស្ដាប់តាមទូលបង្គំទាំងអស់ទូលបង្គំធ្លាប់បម្រើក្សត្រ3ជំនាន់មកហើយមានចិត្តចំពោះមហាមេងបានជាទូលបង្គំធ្វើបែបនេះគ្រាន់តែចង់បញ្ចេញកម្លាំងចំពោះព្រះអង្គតែប៉ុណ្ណោះលោកគម្រាមយើងច្បាស់ណាហ៊ានថាជួយជាកម្លាំងយើងផងព្រះអង្គទុនជ្រាយពេកទប់ទល់នឹងមន្ត្រីដែលមានចិត្តមិនស្មោះមិនចេះប្រើកណ្ដាប់ដៃគៀបសង្កត់បើព្រះអង្គស្ដាប់តាមទូលបង្គំនឹងកម្ចាត់មន្ត្រីដែលមានចិត្តវាចវេម្ដងមួយម្យ៉ាងត្រូវតែស៊ើបពីជនបកបដែលខុបខិតនឹងចៅសម្បត្តិជប៉ុនឲ្យឃើញជាមុនសិនរកភាពសុខសាន្តឲ្យមហាមេឃវិញក្នុងចិត្តរបស់លោកពិតគិតយ៉ាងម៉េចទូលបង្គំធ្លាប់បម្រើក្សត្រ3អង្គទៅហើយបើមានចិត្តវាចវេចាត់ការយូរមកហើយចាំបាច់រកចាប់ដល់ថ្ងៃនេះណាមួយទូលបង្គំគ្រាន់តែមហាថ្លឹកតូចតាចហ៊ានលេងជាមួយនឹងព្រះអង្គកើតទេប៉ុន្តែរឿងនេះបើចង់ស៊ើបឲ្យដឹងជនបកបគឺមានពាក់ព័ន្ធជាមួយមន្ត្រីសំខាន់ខ្លះដល់ពេលនោះគេនឹងថាព្រះអង្គខ្សាត់ខូខើការចោទបែបនេះទូលបង្គំព្រមទទួលជំនួសព្រះអង្គថ្ងៃក្រោយមានអ្វីកើតឡើងព្រះអង្គបែរមករកទូលបង្គំចុះទូលបង្គំមិនមានពាក្យត្អូញត្អែនោះទេមិនដឹងថាព្រះមេដាប្រសុខភាពរបស់ទ្រង់ធូរបន្តិចហើយណាធូរច្រើនហើយប្រហែលថ្ងៃនេះបុត្រព្រួយបារម្ភហើយព្រះមេដាសុខសាន្តគឺជាសំណាងរបស់បុត្រហើយដល់ពេលសោយព្រះសត្វហើយអូយចង់ឲ្យយើងរលាកស្លាប់ហ៎ព្រះមហាក្សត្រយ៉ាងនេះទុកជីវិតផងខ្ញុំមិនចាស់សាករួចហើយអត់មានក្តៅទេទើបយកមកថ្វាយអ្នកបំរើថ្លើមធំអូទៅសម្លាប់ទៅព្រះមហាក្សត្រយ៉ាងនេះគ្រាន់តែស្រីបំរើតូចតាចគេធ្វើខុសបន្តិចបន្តួចផ្ទះតែមាត់គេទៅគឺបានហើយមិនចាំបាច់សម្លាប់គេនោះទេយ៉ាងម៉េចយើងនិយាយបត់លេងស្ដាប់ហើយហ៎បត់មិនហ៊ានទេតែព្រះមេដាប្រឈួនគឺមិនតាន់បានជាសះស្បើយដាច់ខាតកំឆេឆាយខ្លាចមានរឿងកាត់ឡើងយើងដឹងឯងចង់ឲ្យយើងឆាប់ស្លាប់យើងស្លាប់ទៅឯងសប្បាយចិត្តអត់ទេឯងពេលនេះជាព្រះអង្គស្លាប់រឹងហើយមែនទេសម្ដីយើងលេងស្ដាប់ហើយល្អយើងនឹងស្លាប់ឲ្យឯងមើលកុំចាំអីព្រះមហាក្សត្រយ៉ាងនេះព្រះមហាក្សត្រយ៉ាងនេះតែយ៉ាងមិនហើយព្រះមេដាព្រះមេដាឆាប់ឲ្យបែកលួងមកលឿនឡើងព្រះមេដាដឹងប្រកាយឡើងព្រះមេដា
ឬមួយនៅលើលោកនេះពិតជាមានជំងឺមួយយ៉ាងអាចធ្វើឲ្យមនុស្សមានការផ្លាស់ប្ដូរក្តាប់ទូព្រះអង្គប្រឈួននោះទូបង្គំមិនធ្លាប់ឮទេអ្វីដែលធ្លាប់ឮមានវិជាចម្លែកមួយហៅថាវិជាធ្មប់ឲ្យតែត្រូវវិជាធ្មប់រាងកាយមនុស្សនឹងត្រូវគេគ្រប់គ្រងទាំងស្រុងផ្លូវចិត្តក៏លែងជារបស់ខ្លួនឯងទៀតដែរលើលោកមានវិជាធ្មប់គូឲ្យខ្លាចនាំម្លឹងផងទូបង្គំគ្រាន់តែលើគេនិយាយមិនដឹងថាពិតឬក៏ហកទេតែប្រឈួនព្រះមហាក្សត្រយានីដូចខ្លាំងណាស់បាទទូបង្គំគ្មានតម្លៃទេព្រះអង្គយកពេលណាក៏បានប៉ុន្តែប្រឈួនព្រះមហាក្សត្រយានីបើគ្មានអ្នកព្យាបាលព្រះអង្គជួយព្រះមហាក្សត្រយានីត្រូវស្ដាប់តាមទូលបង្គំសិនទៅក្រាបទូលលោកទៅវិញចុះរឿងថ្ងៃនេះកុំឲ្យអ្នកណាដឹងឲ្យសោះណាកណ្ដាលថ្លៃពិសេសយ៉ាងម៉េចដែរលោកម្ចាស់គ្រូនៅតែគិតមិនច្បាស់ទេគិតច្បាស់ហើយធ្វើតាមគំនិតលោកអាម៉ាតវាងទៅចុះល្អលោកម្ចាស់គ្រូអ្នកស្គាល់កលៈទេសៈទើបវាល្អអបអរលោកម្ចាស់ពួកអកចាស់ទាំងអស់នោះយល់ព្រមហើយពួកវាមិនហ៊ានប្រឆាំងជាមួយយើងទេលោកម្ចាស់ខ្ញុំមានរឿងមួយមិនយល់សោះរឿងអីលោកម្ចាស់មិនចាប់បាច់ចំណាយកម្លាំងច្រើនធ្វើគុតស្ដាច់នោះរួចហើយឡើងក្រុងរាជបល្ល័ង្កទៅវាចប់រឿងបាត់ទៅហើយឯងគឺតារាជបល្ល័ង្កងាយស្រួលនឹងគ្រប់គ្រងណាស់មែនទេសំអាងលើវិជាគុណឯងតើមិនអាចធ្វើស្ដាច់បានដែរបើអញ្ចឹងក្រៅមេឃអ្នកដែលធ្វើជាស្ដាច់មានច្រើនណាស់លោកម្ចាស់សម្រាប់ស្ដេចនោះហើយប្រកាសក្រោមមេឃវាងាយស្រួលមែនទេគិតសាមញ្ញពេកហើយយើងត្រូវចាប់ព្រះមហាក្សត្រយានីគម្រាមឲ្យព្រះអង្គផ្ទេររាជបល្ល័ង្កឲ្យយើងរួចហើយសម្លេចឧបសគ្គរបស់យើងនៅក្នុងរាជការមានដូចជាស៊ីឆាវដែលជាមនុស្សរឹងរូសបំផុតបើទោះបីស្ដេចនោះផ្ទេរអំណាចលោកម្ចាស់នៅតែមិនអាចគ្រប់គ្រងរាជបល្ល័ង្កបានទេចំពោះមុខនេះគ្រប់តំបន់ប្រើប្រាស់កងទ័ពយ៉ាងច្រើនគឺយើងគ្រាន់តែមហាថ្លឹកចង់គ្រប់គ្រងទឹកដីអ្នកណាសុខចិត្តដល់ពេលនោះប្រកាសជាវឹកវរមេទ័ពឬក៏ព្រះអង្គម្ចាស់នឹងចេញមុខមកតវ៉ាជាមួយនឹងយើងហើយដល់ពេលនោះនឹងមានសង្គ្រាមផ្ទៃក្នុងដូច្នេះយើងត្រូវតែរកឲ្យបានកពីធម៌បង្កើតកងទ័ពខ្លួនឯងសិនដើម្បីទប់ទល់នឹងអំណាចប្រឆាំងជាមួយនឹងយើងទើបយើងអាចអង្គុយលើរាជបល្ល័ង្កដោយទុកចិត្តណាលោកម្ចាស់ពឹងលើកំពីធម៌មួយក្បាលអាចជួយលោកម្ចាស់ទប់ទល់នឹងកងទ័ពគ្រប់ផ្លូវវាដូចជាមិនគួរឲ្យជឿតលិសោះហើយត្រូវតែជឿកាលពីមុនស្ដេចឈិនជូពឹងទៅលើកំភ្លើងធំមួយវាយពីបីចេញរហូតដល់ណានចេញដណ្ដើមរាជបល្ល័ង្កពីក្នុងដៃមួយប្រអាកំបាំងនៅក្នុងកំពីធម៌វាជារូបដើម្បីផលិតកំភ្លើងធំអស្ចារ្យកំភ្លើងធំដ៏អស្ចារ្យថាមពលនិងរសជាតិបង្កើតជីវិតរស់រវើកទស្សនិកជនជាទីមេត្រីសម្បតាកន្លងទៅនេះសាប៊ីអង្គរបានរកឃើញអ្នកឈ្នះរង្វាន់ធំម៉ូតូ Honda Dream 40 នាក់និងរង្វាន់ទូរស័ព្ទ iPhone 6 40 នាក់រួចមកហើយរស់រានឡើងនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរងចាំអ្នកឈ្នះមហារង្វាន់ពីសាប៊ីអង្គរឈ្នះម៉ូតូ160រង្វាន់រាល់ខែ iPhone 160រង្វាន់រាល់ខែនិងឈ្នះរង្វាន់ជាច្រើនទៀតជារៀងរាល់ថ្ងៃស្រាបៀរអង្គរមហារង្វាន់ពិសាគ្រឿងស្រវឹងសូមកុំបើកបរ
ម៉ូតសក់កាន់តែទាន់សម័យជាមួយនឹងបែករូបរាងថ្មី Power and Spiky សម្រាប់ព្រះអង្គតាំងពីដើមមកតែងតាំងមហាថ្លឹកជាឧបរាជមិនធ្លាប់មានទេសូមព្រះអង្គមានព្រះរាជតម្រិះក្រាបទូលព្រះអង្គវាងឈីអុចអាលឲ្យលោកមន្ត្រីលើកដំកើងអំណាចគេតើមានចិត្តបែបណាសូមព្រះអង្គព្រះតម្រិះព្រះអង្គសូមកំតែងតាំងវាងឈីជាឧបរាជអីព្រះអង្គមានព្រះបញ្ញាញាណគុណទោសបែងចែកច្បាស់លាស់វាងឈីមានគុណសម្បត្តិសូមព្រះអង្គមានព្រះរាជបញ្ជាសូមព្រះអង្គចេញរាជបញ្ជាតែងតាំងវាងឈីព្រះអង្គទូលបង្គំស្មោះត្រង់ជានិច្ចចំពោះព្រះអង្គមិនដែលមានចិត្តលោភលន់នោះទេសូមព្រះអង្គកំតែងតាំងទូលបង្គំអីទូលបង្គំទទួលមិនបានទេទូលបង្គំគ្រាន់តែចង់នៅបម្រើព្រះអង្គនិងព្រះមហាក្សត្រយ៉ាងនេះវាគ្រប់គ្រាន់ហើយក្បាលទូលបង្គំគ្មានតម្លៃទេព្រះអង្គអាចយកបានគ្រប់ពេលវេលាតែប្រជូនព្រះមហាក្សត្រយ៉ាងនេះបានអ្នកណាព្យាបាលអស់លោកឈប់និយាយទៅយើងសម្រេចប្រតិហើយតែងតាំងវាងឈីជាឧបរាជគ្រប់គ្រងតុងឆាងស៊ីឆាងចាប់ថ្ងៃនេះតទៅសូមអរព្រះគុណព្រះអង្គបិទសាវតាកាសូមថ្វាយព្រះពរព្រះអង្គមានប្រជញ្ញយឺនយូរសួស្តីលោកចាស់លោកម្ចាស់ឡសួស្តីដែរអបអរសាទរលោកម្ចាស់ឡកំពូសពអីដែរអបអរសាទរអរគុណអូលោកម្ចាស់យ៉ាលោកម្ចាស់ក្បោតដែរអរគុណច្រើនលោកម្ចាស់យ៉ាអរគុណច្រើនអរគុណបានឡើងតំណែងសូមមកដែរចាស់អរគុណច្រើនដែរអរគុណអរគុណទាំងអស់គ្នាហើយដែលលោកម្ចាស់បាទអរសាទរលោកម្ចាស់សាំងជួយខົບខិតចោលក្បត់ចឹងព្រីងចាងឈិនអ៊ីជឺមានកំណត់ចង់ធ្វើគុតព្រះអង្គថោកទៀតនិយាយមួយបង្កាច់មនុស្សល្អផងប្រទេសផ្ដាស់ទៅហើយយល់ក្រាបទូលព្រះអង្គកូនចៅទូលបង្គំទៅសើបទាំងយប់ពេលនេះរកបានផោះតាំងប្រព្រឹត្តទោសរបស់ស៊ីឆាវហើយគេកេងប្រវាញ់ស្បៀងទ័ពលៀបទ្រព្យសម្បត្តិប្រជារាស្ត្រធ្វើឲ្យមហាជនខឹងសម្បានេះគឺជាលិខិតកោលទោសរបស់បពួកស៊ីឆាវពួកគេទទួលកំហុសទៅហើយសូមព្រះអង្គចេញរាជបញ្ជាចាប់ស៊ីឆាវទៅដាក់គុកអនុវត្តតាមច្បាប់ព្រះអង្គលោកម្ចាស់វ៉ាល់និយាយគ្រាន់តែជាសម្ដីមកខាងមិនគួរឲ្យជឿសូមព្រះអង្គមានព្រះតម្រិះសាជាថ្មីមែនលោកម្ចាស់អូមានលិខិតសារភាពទោសបពុសិឆាវមិនក៏ថាមិនជឿជាក់លោកម្ចាស់អូមានចិត្តការពារសិឆាវតើមានបំណងយ៉ាងណាវ៉ាងឈីកុំបៀបឈាមព្រោះគេឲ្យសន់ណាអ្នកផ្សេងខ្លាចលោកខ្ញុំខ្លាចទេលោកម្ចាស់អូខ្ញុំក៏មិនខ្លាចលោកដែរខ្ញុំមានព្រះអង្គអ្នកអាកាត់ព្រះមហាក្សត្រយ៉ាងនេះជួយសម្រេចថ្ងៃនេះខ្ញុំត្រូវទៅចាប់ស៊ីឆាវទៅដាក់គុកឲ្យទល់ទៅបានលោកដល់បានពួកលោកឈប់ប្រកែកគ្នាទៅស៊ីឆាវប្រគល់សិទ្ធិកងទ័ពរបស់លោកមកទៅផ្ទះវិញ
ពិចារណាទុកផង ទទួលព្រះរាជបញ្ជា ទូសៀងកោក្របទូលលោកទទួលស៊ើបអំពីរឿងស៊ីឆាវពេលមានផុសតាំងជាក់ស្ដែងយើងនឹងកាត់ទោសស៊ីឆាវទទួលព្រះរាជបញ្ជាមានការស្អីមានខ្ញុំម្ចាស់មានកិច្ចការសំខាន់ចង់សួរម្ចាស់បងវាងឈីដឹកនាំមនុស្សតុងឆាងស៊ីឆាងសម្រាប់មន្ត្រីស្មោះ6នាក់ម្ចាស់បងដឹងទេយើងដឹងតាត្បិតថាគេមានគុណសម្បត្តិចំពោះរាជការតែពេលនេះពួកគេចង់ដណ្ដើមរាជបល្ល័ង្កយើងធ្វើដោយបង្ខំចិត្តតែប៉ុណ្ណោះទេដណ្ដើមរាជបល្ល័ង្កគឺជារឿងធំមានផាត់តាំងដែរទេឬមួយម្ចាស់បងស្ដាប់សម្ដីវាងឈីតែម្ខាងស្ដាប់យើងស្ដាប់តាវាងឈីបំរើយើងច្រើនឆ្នាំធ្វើការអីប្រកាសជាមានហេតុផលគេមានហេតុផលហើយគ្រាន់តែទង្វើរបស់គេក៏ដឹងដែរគេមិនមែនជាមនុស្សល្អទេម្ចាស់បងខ្ញុំម្ចាស់យល់ថាម្ចាស់បងផ្នែកក៏មានបញ្ហាខួរក្បាលក៏មានបញ្ហាដែរប្រយ័ត្នរភាអញតិចទៅតាមបានទេត្រូវហើយត្រង់ជាព្រះអង្គរឹកពីខ្ញុំម្ចាស់មិនល្អដាក់ទោសម្ចាស់បងខ្ញុំម្ចាស់មានបំណងល្អពេលនេះទ្រង់ប្រកល់អំណាចទៅឲ្យតុងឆាងស៊ីឆាងវាដូចជាធំពេកឆាយគេគឺអាចចាប់មនុស្សស្រេចតែចិត្តហើយអាចសម្លាប់មនុស្សតាមចិត្តដែរទ្រង់យល់ថាអញ្ចឹងទេបាទហើយចាំយើងដាស់តឿនវាងឈីឲ្យគេបន្ធូរដៃបន្តិចបានហើយដែរព្រះអង្គគ្រាន់តែលួងចិត្តខ្ញុំម្ចាស់ទេអត់ទេឯងទៅវិញចុះវាងឈីមនុស្សចង្រៃមនុស្សចង្រៃក្រាបទូលព្រះអង្គក៏ហៅទូបង្គំចូលមកមានការផ្ដែផ្ដាំអ្វីណែគ្មានទេយើងគ្រាន់តែចង់សួរឲ្យច្បាស់ប្រជូនមហាក្សត្រយ៉ាងនេះតែយ៉ាងម៉េចទៅព្រះឈូនព្រះមហាក្សត្រយ៉ាងនេះបានធូរច្រើនសូមព្រះអង្គកុំបារម្ភទូបង្គំនឹងប្រឹងប្រែងអស់សមត្ថភាពថែទាំព្រះមហាក្សត្រយ៉ាងនេះចុះលោកបរិយើងមានកិច្ចការស្អីទៅឲ្យប្រកាសនោះទូបង្គំមានបរិយាសារសូមព្រះអង្គជួយប្រថាប់ត្រាផងក្រាបទូលយ៉ាងម៉េចសិទ្ធិអំណាចរបស់ស៊ីឆាវដកហូតបាត់តាហើយលោកនៅតែមិនលើកលែងអាគារទៀតព្រះអង្គធ្វើបែបនេះដូចជាបន្ធូរបន្ថយណាស់ទៅហើយឲ្យឃ្លាឆ្ងាយពីរាជធានីប្រហែលជារស់នៅបានយូរទៀតចុះបើយើងមិនយល់ព្រមព្រះអង្គគឺជាស្ដេចផែនដីទ្រង់មានសិទ្ធិបដិសេធអ្វីគ្រប់យ៉ាងក៏ប៉ុន្តែព្រះឈួនព្រះមហាក្សត្រយ៉ាងនេះបានហើយជុំនិយាយទៅយើងយល់ព្រមក៏បានព្រះគុណថ្វាយបង្គំលា